សួស្តីអ្នកគ្នាថ្ងៃនេះដែរពួកយើងក៏បានមកនៅខេត្តកែបហើយពួកយើងមក explore នៅផ្លូវថ្មីដែលព័ទ្ធជុំវិញនៅរមណីយដ្ឋានធម្មជាតិភ្នំកែបសម្រាប់អ្នកនរគ្នាណាដែលមកលេងខេត្តកែបហើយចង់រកកន្លែងថ្មីហើយអត់សូវស្គាល់ថាអត់ដឹងត្រូវទៅណាថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកស្គាល់ផ្លូវធម្មជាតិមួយដែលស្ថិតនៅព័ទ្ធជុំវិញភ្នំកែបស្រួលជិះអ្នកទាំងអស់គ្នាផ្លូវឡើងភ្នំហើយសងខាងគឺនេះមានដើមឈើជុំវិញហើយសំខាន់ថ្ងៃនេះខ្ញុំមកមេសតុបសួស្តីពូបាទចង់ជិះមកជុំលេងឡើងទៅគេឲ្យជួយបងសេវាណាម៉ែតូមួយ 2000 នោះចាបាទអូខេសម្រាប់ផ្លូវធម្មជាតិមួយនេះយើងអាចចូលតាមច្រកកាហ្វេខាងមុខក៏បានឬក៏ចូលតាមផ្លូវខាងក្រោយសាលាខេត្តដោយពួកខ្ញុំវិញក៏បានដែរអញ្ចឹងឥឡូវយើងទៅតាមដានទាំងអស់គ្នាតើមកផ្លូវហ្នឹងមានអីខ្លះសម្រាប់ផ្លូវឡើងមកនេះគឺស្រួលជិះខ្លាំងមែនតើសំខាន់គឺមានដើមឈើនៅសងខាងគ្របជាម្លប់ដើម្បីឲ្យយើងជិះខាងក្រោមហ្នឹងត្រជាក់ស្រួលស្ទុំរហូតតែម្ដងទោះបីជាយើងជិះពេលថ្ងៃក៏នៅតែត្រជាក់ស្រួលដែរណានេះតែនេះដើមឈើឡើងគ្របណែសងខាងឲ្យគ្របកដោទោះជាផ្លូវនេះនៅលើភ្នំក៏ដោយក៏មានបន្ទប់ទឹកសាធារណៈនិងកន្លែងឈប់សម្រាកនៅតាមផ្លូវផងដែរនៅបន្តិចទៀតនេះពួកយើងនឹងជិះទៅដល់កន្លែង view point មួយដែលគេបានរៀបចំរូបបេះដូងសម្រាប់ឲ្យយើងថតរូបលេងនិងអង្គុយមើលទៅទេសភាពនៃមាត់សមុទ្រអូមកដល់នេះជាគៀកភ្នំហ្មងនេះគៀកជើងភ្នំមកនេះឡើងទៅជាមានអត់ថាទៅជាខ្លាំងហ្មងអូដល់រូបបេះដូងឯដល់រូបបេះដូងហើយអ្នកគ្នាលឺមកដល់ហើយអ្នកគ្នាឥឡូវយើងចុះលេងថតរូបលេងនេះផ្លែតមើល view សិនហើយយើងទៅមុខទៀតពីទីនេះអ្នកនរគ្នាអាចមើលទេសភាពសមុទ្របានទលាយហើយនឹងស្រឡះភ្នែកតែម្ដងមកទៅទី1មិនដែរ Happy ជាក់ស្រួលផ្លូវបេតុងឡើងជុំវិញភ្នំហើយសំខាន់ធម្មជាតិឥឡូវយើងបន្តដំណើរទៅមុខបន្តទៀតផ្លូវអូយស្អាតជីកាន់តែដល់លើកាន់តែត្រជាក់បើនៅខាងក្រោមហ្នឹងធម្មតាជីទៅមុខបានតែបន្តិចខ្ញុំក៏បានជួបដើមឈើដ៏ធំមួយដែលគេបានភិននៅក្នុង Google Map ផងដែរគូដើមឈើធំខ្លាំងមែនតើហ្មងនេះអត់ដឹងអ្នកគ្នាមើលឃើញតែខ្ញុំអត់ទេធំខ្លាំងមែនតើពូស្អាតខ្លាំងណាស់នេះដើមឈើនេះធំអត់ដើមឈើនេះធំអត់ឲ្យឃើញទេមកហើយឡើងវាបែកខ្ញែកអញ្ចឹងបើសិនជាអ្នកគ្នាជិះមកលេងនៅផ្លូវនេះកុំភ្លេចឆែកនៅក្នុង Google Map ហើយភិនវាទុកស្រួលនៅពេលអ្នកគ្នាជិះមកដល់កន្លែងនេះជិះយឺតហើយងាកមើលនៅខាងស្ដាំកុំឲ្យជិះហួសជីណែឡើងសងខាងសតទៅដើមឈើភ្នំមកជាហៀងអានេះ view point មកជាហៀងសម្រាប់ជិះទៅដល់ខាងមុខខ្ញុំឃើញគេដាក់ផ្លាក Butterfly Garden គឺជាសួនមេអំបៅនៅខាងស្ដាំប៉ុន្តែខ្ញុំមើលអត់ឃើញផ្លូវដែលត្រូវចុះទៅបានអញ្ចឹងក៏ខ្ញុំជិះហួសទៅមុខបន្តទៅមុខទៀតទៅហើយទីនេះគឺជាចំណុចដែលខ្ពស់មួយដែលលើភ្នំដែលគេបានសាងសង់ប៉មកម្ពស់ប្រហែល12ម៉ែត្រដើម្បីទុកឲ្យយើងឡើងទៅមើលទេសភាពអូខេអ្នកគ្នាឥឡូវយើងបានមកដល់ប៉មខ្ពស់ដើម្បីមើល view point ហើយត្រូវឡើងនេះឡើងតាមនេះឡើងទៅលើភ្នំនេះទៅដល់ឯហ្នឹងយើងឃើញ view point សមុទ្រជុំវិញហ្នឹងហ្មងអញ្ចឹងយើងត្រូវ hiking បន្តិចដើម្បីឡើងទៅលើពីការ hiking បន្តិចហ្នឹងពួកយើងក៏មកដល់ប៉មសម្រាប់ចដើរឡើងទៅលើមិនចោតទេហើយក៏ធំទលាយងាយស្រួលឡើងដែរអូយូវ៉ាវស្អាតណាស់នេះដល់លើអូឃើញដល់លើភ្នំអានេះដូចជាសាកដាចា view ផ្សេងខាងនេះ view ផ្សេងមើលស្រួលយ៉ាត់បុកតបូលផុតអត់បេះដូងអាលីបេះដូងអាលីអូខេអ្នកទាំងអស់គ្នាឥឡូវយើងមើលប្លង់ដ្រូនទាំងអស់គ្នាប
ទៅខាត់កែបមិនមែនមានកន្លែងលេងតែនៅសមុទ្រនោះទេប៉ុន្តែមាននៅធម្មជាតិព្រៃភ្នំជាច្រើនដែលរងចាំអ្នកនរគ្នាទៅទស្សនាហើយនេះក៏ជាមូលហេតុដែលទាក់ទាញខ្ញុំឲ្យមកទស្សនានៅទីនេះនិងបានថតផ្សព្វផ្សាយឲ្យអ្នកនរគ្នាបានដឹងចប់ហើយយើងចុះទៅវិញដើម្បីបន្តដំណើរទៅកន្លែងផ្សេងៗទៀតនៅតាមផ្លូវនេះគួរបញ្ជាក់ផងដែរសម្រាប់ប៉ម12ម៉ែត្រនេះនៅពេលអ្នកនរគ្នាឡើងគួរតែប្រយ័ត្ននៅពេលមេឃភ្លៀងវាអាចមានរន្ទះដោយសារតែវាខ្ពស់ផងហើយក៏វាជាដែកផងHello Hello សាលាដំណាក់បៃតងសម្រាប់កន្លែងនេះប្រហែលជាធ្លាប់ជាកន្លែងសម្រាកហើយនឹងជា view point មួយដែលគេអាចមកអង្គុយលេងឬក៏ញ៉ាំកាហ្វេអីឈប់សម្រាកតាមផ្លូវប៉ុន្តែសម្រាប់ស្ថានភាពឥឡូវគឺរៀងទ្រុឌទ្រោមហើយមានការបាក់បែកច្រើនសង្ឃឹមថានៅពេលក្រោយគេនឹងអាចជួសជុលហើយនឹងបង្កើតជាកន្លែងកម្សាន្តមួយដើម្បីឲ្យភ្ញៀវមកអង្គុយលេងហើយនឹងជា view point សម្រាប់មើលទេសភាពផងដែរចង់មកខាងទៀតហើយអានេះគេហៅ Lipsip Cafe ជាចុងក្រោយពួកខ្ញុំក៏បានមកដល់កាហ្វេភ្នំដែលមានឈ្មោះថា Lipsip Cafe ដែលល្បីល្បាញកាលពីមុនមកដល់ឥឡូវនៅខេត្តកែបយើងហ្នឹងហើយភាគច្រើនសម្រាប់ភ្ញៀវទេសចរតែងតែមកអង្គុយលេងហើយនឹងផឹកកាហ្វេនៅទីនេះនិយាយទៅអត់សូវចោលប្រហែលទេអានេះយើងចង់ឡើងតាម Lipsip Cafe ហើយចេញទៅអាផ្លូវមួយហ្នឹងក៏បានដែរតែថាពួកខ្ញុំចង់ឲ្យវាប្លែកខុសគេជីវជាមកវិញអញ្ចឹងណាអ្នកនេះអាចជីមកហត់អីចូលញ៉ាំកាហ្វេកន្លែងមីហ្នឹងក៏បានដែរស្នាក់ការទី1មីហ្នឹងយើងចូលពីស្នាក់ការទី2មកនេះស្នាក់ការទី1នេះបន្ទប់ទឹកអាចចូលអូខេអ្នកនរគ្នាសម្រាប់ការជិះមកជុំភ្នំកែបនេះបើសរុបមកខ្ញុំគិតថាអ្នកនរគ្នាគួរតែសាកល្បងឲ្យបានម្ដងសម្រាប់ចម្ងាយផ្លូវវិញគឺ5គីឡូម៉ែត្រហើយបើសិនជាយើងជិះមើលទេសភាពធម្មតាយើងអាចចម្ងាយពេលប្រហែលជាខ្ទង់ដល់កន្លះម៉ោងទេប៉ុន្តែនៅតាមផ្លូវយើងអាចឈប់មើលទេសភាពធម្មជាតិថតរូបហើយនឹងមើលទៅទេសភាពមាត់សមុទ្រហើយសំខាន់មាន view point ជាច្រើនកន្លែងនៅតាមផ្លូវអ្វីដែលខ្ញុំចូលចិត្តជាងគេគឺនៅតាមផ្លូវស្រួលជិះហើយមានដើមឈើក្របសងខាងធ្វើឲ្យម្លប់ពេលជិះនៅខាងក្រោមហ្នឹងគឺត្រជាក់ហើយសំខាន់យើងជិះពីមាត់សមុទ្រមកតែបន្តិចទេយើងអាចចូលមកលេងកន្លែងធម្មជាតិនេះបានហើយដោយសមុទ្រគឺតែ2000រៀលតែប៉ុណ្ណោះអញ្ចឹងបើអ្នកនរគ្នាមកលេងកែបហើយចង់ស្គាល់កន្លែងថ្មីៗក្រៅពីសមុទ្រសង្ឃឹមថាអ្នកនរគ្នាអាចមកលេងនៅកន្លែងនេះឲ្យបានម្ដងហើយសម្រាប់ថ្ងៃនេះវីដេអូរបស់ខ្ញុំក៏បានបញ្ចប់ប៉ុន្តែដំណើរកម្សាន្តរបស់ខ្ញុំនៅខាងកែបហ្នឹងគឺនៅតែរករកកន្លែងថ្មីៗសម្រាប់អ្នកនរគ្នាបន្តទៀតដូច្នេះហើយអ្នកនរគ្នាកុំភ្លេច follow ហើយនិង subscribe YouTube channel របស់ខ្ញុំដើម្បីទទួលបានដំណើរកម្សាន្តផ្សេងៗទៀតជួបគ្នានៅវីដេអូក្រោយបាយបាយ